ជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទឈ្មោះសុនមន្ធាខ្ញុំឈ្មោះម៉ូឡែនបន្តិចទៀតនេះយើងនឹងជួបគ្នាជាមួយនឹងរឿងបេសកកម្មស្នេហ៍នៅបាត់ដំបងលើកទី1បងព្រោះអីខ្ញុំអត់ដែលមាន experience ក្នុងការសម្ដែងឬអីទាំងអស់ចាបងទោះបីជារឿងលើកទី1មែនប៉ុន្តែនេះខ្ញុំនឹងខិតខំប្រឹងប្រែងនិងតាំងចិត្តថាសម្ដែងឲ្យបានល្អដើម្បីឲ្យពុកម៉ែបងប្អូននិងក៏ដូចជា fan ទាំងអស់គ្នាទស្សនារឿងនេះជារឿងទី1សម្រាប់ខ្ញុំហ្មងដោយសារតែទៅបានថតទេហើយមានអារម្មណ៍ថាភ័យតិចតួចដែរក្នុងរឿងនេះចាបងនេះជារឿងទី1របស់ខ្ញុំពិតមែនប៉ុន្តែខ្ញុំនឹងតាំងចិត្តថានឹងខំប្រឹងសម្ដែងឲ្យបានល្អហើយសង្ឃឹមថាបងប្អូននឹងមើលហើយគិតថាល្អមើលហើយក៏ពួកខ្ញុំសម្ដែងមើលទៅសមហើយបងប្អូននឹងគ្រប់គ្រងក៏ដូចជាក្រុមការងារពួកយើងទាំងអស់ត្រៀមខ្លួនឲ្យស្រេចឲ្យបងដោយសារតែយើងទៅថតនៅកន្លែងឆ្ងាយទៀតបងចាបងសង្ឃឹមថាពុកម៉ែបងប្អូនក៏ដូចជា fan ទាំងអស់គ្នានឹងគ្រប់គ្រងរឿងពួកយើងឲ្យបានច្រើនដើម្បីឲ្យពួកយើងមានកម្លាំងចិត្តដើម្បីថតរឿងថ្មីតទៅមុខទៀតពួកខ្ញុំក៏ដូចគ្នាដែរបងអញ្ចឹងជួយ like ជួយ share ទាំងអស់គ្នាដើម្បីបានវីដេអូថ្មីរឿងថ្មីបន្តទៀតបងកុំភ្លេចណាជួបជាមួយពួកយើងទាំងអស់គ្នានៅក្នុងរឿងថ្មីបេសកកម្មស្នេហ៍នៅបាត់ដំបងបាយបាយ